ឥឡូវយើងនិយាយពីដូចអាត្មាបញ្ជាក់ចឹងកាលណាយើងត្រៀមចិត្តទទួលយកបញ្ហាដោយយល់ច្បាស់ថាសភាវៈលើโลกនេះសុទ្ធតែគ្មានអ្វីកំណត់ណាតាំងនៅមមការជួបហើយនឹងការប្រត់ណាគឺកំណត់អាស្រ័យទៅលើកម្មដែលអាត្មាសាបញ្ជាក់ថាកម្មដូចជាអ្នកនិពន្ធណាដោយរឿងយើងមើលរាល់ថ្ងៃមានអ្នកនិពន្ធសាច់រឿងមានអ្នកដើរតួយ៉ាងណាមិញយើងគ្រប់គ្នាអាត្មាឧបមាថាដូចជាអ្នកដើរតួទាំងញោមទាំងអាត្មាទាំងអស់គ្នានឹងដូចអ្នកដើរតួរឿងរីឯអ្នកនិពន្ធដែលយើងដើរគឺកម្មជាកុសលនិងអកុសលណាកាលណាពីមុនយើងសន្សំកម្មជាកុសលច្រើនគេចាត់ចែងឲ្យយើងទៅកើតមកភ្លាមជាកូននាយករដ្ឋមន្ត្រីកូនឧបនាយករដ្ឋមន្ត្រីកូនទេសរដ្ឋមន្ត្រីកូនរដ្ឋមន្ត្រីកូនអង្គញាកូនឯកឧត្តមណាភ្លាមឲ្យបាត់ទៅតាមហេតុដែលយើងបានសន្សំមកអញ្ចឹងបានអាត្មាសាដាស់តឿនថាគួរគប្បីយើងខំប្រឹងធ្វើម៉េចសន្សំគុណតម្លៃនៃសេចក្តីល្អនឹងឲ្យបានច្រើនហាត់ពុតលត់ដំអប់រំផ្លូវចិត្តរបស់យើងនេះហើយសេចក្តីសុខផ្លូវចិត្តអត់ពិបាកទេញោមតាំងពីពេលយើងបើកភ្នែករហូតដល់ពេលយើងនិន្ទ្រាបាត់ភ្នែកទៅវិញនៅពេលណាដែលយើងបានធ្វើសេចក្តីល្អតាមរយៈផ្លូវទាំង3ទាំងកាយទ្វារវិច័យទ្វារមโนទ្វារនិយាយឲ្យងាយស្រាប់តែផ្លូវកាយផ្លូវវិចារផ្លូវចិត្តរបស់យើងនេះបានប្រព្រឹត្តល្អអាចផ្ដល់សេចក្តីសុខឲ្យអ្នកនៅជុំវិញខ្លួនរបស់យើងគេបានសេចក្តីសុខបើកចិត្តឲ្យទូលាយរស់នៅធ្វើម៉េចឲ្យខ្លួនឯងបានសុខនិងអ្នកនៅជុំវិញខ្លួនបានសុខនោះសេចក្តីសុខផ្លូវចិត្តរបស់យើងគឺស្ងប់អត់សូវមានបញ្ហាទេញោមសម្គាល់មើលប្រសង់មើលចាស់ព្រឹទ្ធាចារ្យឬក៏អ្នកស្រុកស្រែជនបទមកមើលទៅគាត់អត់សូវខ្វល់ទេទោះបីជាជីវភាពរបស់គាត់ក្រខ្សត់អត់លំបាកមិនសូវសម្បូរធនធានដូចយើងយកសក្តានៈតួនាទីអីមិនមានមែនប៉ុន្តែគាត់រស់នៅដោយមានសុភមង្គលរស់នៅដោយមានសេចក្តីសុខដោយសារអីដោយសារចិត្តរបស់គាត់ទទួលព្រមនៅអ្វីដែលគាត់កំពុងតែមានហើយគាត់ជឿជាក់ក្នុងខ្លួនរបស់គាត់ថាគាត់ធ្វើតែសេចក្តីល្អម្ល៉េះហើយគាត់សម្រានក៏សម្រានលោកសុកស្រួលដើរក៏ដើរដោយមិនមានភាពភ័យខ្លាចទៅណាមកណាគឺគាត់មានភាពកក់ក្ដៅសម្រាប់ខ្លួនគាត់ដោយសារគាត់យល់តែខ្លួនគាត់បានសន្សំសេចក្តីល្អណាអញ្ចឹងកាលណាយើងបានហាត់ពុតលត់ដំអប់រំខ្លួនយើងសន្សំសេចក្តីល្អគ្រប់ខណៈចិត្តទៅបានសេចក្តីសុខនិងសេចក្តីចម្រើននឹងអាចកើតមានបងហើយសំខាន់ណាស់ផ្លូវចិត្តនេះញោមកាលណាយើងមានតែធនធានទ្រព្យសម្បត្តិតែយើងអត់បានហាត់ពុតលត់ដំអប់រំចិត្តរបស់យើងឲ្យបានល្អសេចក្តីសុខអត់អាចកើតមានបានទេបើទោះបីជាយើងមានយកសក្តានៈតួនាទីធនធានទ្រព្យសម្បត្តិប៉ុណ្ណាក៏ដោយញោមមើលជាឧទាហរណ៍ដូចលោកយាយលោកតាសក្កមាណាចាស់មកស្រឡាញ់មកធ្វើបន់នៅជាមួយចាស់ទេភាកច្រើនល្អណាស់ដែលយើងគួរគប្បីបង្អោនចិត្តជ្រះថ្លាជាមួយគាត់ហើយចាស់ទៅអញ្ចឹងយើងមើលគាត់ជាគំរូណាធ្វើអញ្ចឹងវ័យកាន់តែជ្រេណាគុណធម៌ត្រូវតែកាន់ចម្រើនអាយុកាន់តែច្រើនគុណធម៌ត្រូវតែចម្រើនដូចអាយុដែលកំពុងតែកើនកុំឲ្យអាយុកាន់តែច្រើនគុណធម៌កាន់តែធ្លាក់ចុះមានន័យថាអាយុកាន់តែច្រើនសេចក្តីល្អនិងបុណ្យកុសលត្រូវប្រឹងចម្រើនមកខ្លួនយើងនេះឲ្យបានកាន់តែច្រើនណាពីព្រោះអីពីព្រោះយើងដឹងថាខ្លួនយើងនេះអាយុកាន់តែច្រើនហើយទៅស៊ីទៅរកអីបើដូចជាព្រះអាទិត្យវិញវាទៅស៊ីរកតែកន្លែងលិចមែនទេយាយណារកកន្លែងលិចហើយអ្នកខ្លះអាយុ70ស្មើនឹងម៉ោង6ល្ងាចណាអ្នកខ្លះអាយុ75អីស្មើនឹងម៉ោង6កន្លះអ្នក80ម៉ោង7ល្ងាចឆឹងហ្នឹងណាអ្នកទៅ50អីស្មើនឹងម៉ោង2ដល់10ថ្ងៃត្រង់40ណាអ្នកទើបទៅកើតបាន7ថ្ងៃស្មើនឹងម៉ោង7ព្រឹកអញ្ចឹងយើងដឹងតែខ្លួនយើងទៅស៊ីរលិចហើយយើងធ្វើម៉េចខំប្រឹងសន្សំគុណតម្លៃនៃសេចក្តីល្អដើម្បីឲ្យស្អែកឡើងបានរះជាព្រះអាទិត្យដដែលមានន័យថាម៉េចមានន័យថាព្រះអាទិត្យថ្ងៃហ្នឹងវារះមកជាព្រះអាទិត្យលិចទៅហើយស្អែកឡើងរះជាព្រះអាទិត្យដដែលយ៉ាងណាមិញយើងបានបង្កើតឥឡូវនេះជាពូជមនុស្សណាបានជាឯកឧត្តមបានជាអង្គញាបានជាទេសរដ្ឋមន្ត្រីបានជារដ្ឋមន្ត្រីបានជាឧបនាយករដ្ឋមន្ត្រីបានជាអង្គញាឬក៏បានជារាជសម្បាញ់ក្តីឲ្យតែយើងបានភាពជាមនុស្សខ្ពង់ពោះប្រសើរណាស់ព្រះលោកតសើសភាពជាមនុស្សនេះណាពូជមនុស្សនេះព្រះអង្គតសើណាបើយើងមិនតាន់បានសម្រេចពធជាន់ខ្ពស់យើងរក្សាពូជមនុស្សឲ្យបានអញ្ចឹងឥឡូវយើងដឹងតែយើងបានមកមនុស្សដោយសារបុណ្យខំប្រឹងសន្សំបុណ្យឲ្យរួចណាស្លាប់ពីមនុស្សទៅកើតមកជាមនុស្សទៀតមានន័យទៅដូចព្រះអាទិត្យលិចទៅហើយស្អែកឡើងរះជាព្រះអាទិត្យដដែលតោះនេះយាយណាកុំឲ្យលិចហើយស្អែកឡើងអត់បានរះឬរះទៅអីផ្សេងណាយ៉ាងណាមិញយើងបានជាមនុស្សឲ្យបានមកជាមនុស្សទៀតកុំឲ្យស្លាប់ពីមនុស្សទៅមកវិញស្រាប់អត់បានជាមនុស្សតើកតុយពីមុខពីក្រោយអីក្បែរយើងរាល់ថ្ងៃអញ្ចឹងធ្វើម៉េចខំប្រឹងមានសតិសម្បជញ្ញៈហិរិអោតបៈនឹងចងខ្លួនយើងជានិច្ចណាយកសេចក្តីល្អនឹងដាក់ក្នុងខ្លួនជាពិសេសបុណ្យកុសលនិងសេចក្តីសុខកើតនៅក្នុងចិត្តរបស់យើងនេះដូចអាត្មាបញ្ជាក់អញ្ចឹងហើយចិត្តនេះពិបាកណាពិបាកក្នុងការឃុំក្រងពិបាកក្នុងការមើលថែវាណាមកសារបញ្ជាក់ថារូបរាងកាយរបស់យើងបើទោះបីជាយើងមានជំងឺធ្ងន់ប៉ុណ្ណាក៏ដោយមិនពិបាកទេក្នុងការស្វែងរកថ្នាំមកព្យាបាល
ពេលខ្លះសំបីតែជំងឺមហារីកក៏វិជាសាស្ត្រគេឥឡូវអាចព្យាបាលបានទៀតណាទៅតែដឹងដំបងគេអាចព្យាបាលបានដល់ដំណាក់កាលមហារីកហើយនៅតែគេអាចព្យាបាលបានព្រោះកាពះក៏ដោយថ្លើមក៏ដោយបេះដូងក៏ដោយប្រមាត់ក៏ដោយណាឈឺនេះឈឺនោះគ្រប់សពរាប់រយចម្ពោះទៅតាមប្រភេទនៃជំងឺទៅតាមការរស់នៅអិរិយាបថរបស់យើងប្រចាំថ្ងៃហើយដោយញោមទាវជាសភារាអីក្នុងភូមិគ្រឹះរបស់គាត់រស់នៅលក្ខណៈ natural មានន័យថាធម្មជាតិស្រូវក៏ដាំហូបក្នុងនឹងបន្លែក៏ដាំក្នុងនឹងគាត់ហូបណាលក្ខណៈធម្មជាតិសុទ្ធសាធអញ្ចឹងបានមើលសាច់ឈាមរបស់គាត់ស្រស់ថ្លាយើងអត់ហូបគីមីហើយមិនសូវឈឺទេណាអ្នកហូបអញ្ចឹងមិនសូវឈឺទេអាត្មាតសើចាស់បុរាណមកកើតមិនតាន់ទេសម័យញោមប្រុសកាលពី70ឆ្នាំជាងមុនគាត់ថាលោកកូនចាស់ពីមុនគាត់ណារស់នៅដោយសមាជីវោណាហើយល្អណាស់បន្លែបកាត្រឹមតែរបស់ហូបចុកហើយគេអត់ដែរលក់ទេចាស់បុរាណគាត់អត់ដែរលក់ទេរបស់ហូបចុកគឺគាត់ចែកគ្នាហូបអ្នកទៅស្ទូចត្រីបងត្រីបានយកអ្នកមកមានបន្លែមកគេផ្លាស់ប្ដូរគ្នាហូបគេអត់លក់ទេជំនន់នោះតែញាតិញោមកើតតន់ប្រហែលជាដឹងហើយតំណាំក្បែរផ្ទះមិនដែលមានផ្ទះណាអត់មានជីក្រីអត់មានជីអត់មានអមអត់មានទេសអត់មាននេះគឺជាទូទៅមានគ្រប់ផ្ទះចាស់ជំនាន់មុនណាមែនទេយាយរបស់ហូបចុកគឺយើងមានគ្រប់ផ្ទះដល់សម័យនេះស្រួលមែនតែនទៅញោមណាអាស័យក៏ទិញសំបី7ក៏ទិញឥឡូវនេះណាក៏សាំងក៏ទិញហើយយាយស្រុកស្រែដល់ពេលខ្លះមកទៅសើអួតប្រាប់លោកទេណាដេចគុណហើយស្រុកទេសយើងឥឡូវវាស្រួលមែនប៉ុន្តែស្រួលមែនតែនធ្វើឲ្យមនុស្សវាខ្ជិលណាសំបីតែជាក្រីគ្រាន់តែយើងដាក់ចោលក្បែរពីងទឹកមិនបាច់ស្រោចទឹកឯងព្រលឹមឡើងខ្ពុលមាត់ស្ដោះតែទឹកមាត់ដាក់វាក៏រស់ដែរមែនទេព្រោះអត់ណាអារបស់អញ្ចឹងក៏ទៅទិញគេស្មាមើលគំនិតយើងណាកាន់ទៅមុខហើយណាមនុស្សកាន់តែខ្ជិលទៅអាងទៅទិញគេហើយគាត់អួតថាលោកគ្រូហើយចាំបាច់ប្របាក់ដាំមកវេទនីទៅអីណាក្តៅថ្ងៃបាក់ញើសហូរញើសទៅអីព្រលឹមឡើងបន្លែគេឥឡូវមិនបាច់ចាំដើរទៅផ្សារទេឥឡូវគេដឹកដល់ផ្ទះនេះគុណគាត់ថាអញ្ចឹងណាបន្លែគេដឹកដល់ផ្ទះទៀតអត់អង្គទៅទិញអង្គមកបោមកហូបរួចមួយខែមិនបាច់ធ្វើស្រែក៏ហូបបានណានឹងកូនទៅធ្វើទៅរោងចក្រមកយកលុយយកមកទិញកហូបស្រួលណាបន្លែគេដឹកដល់ផ្ទះស្រួលមកហូបគេដឹកដល់ផ្ទះស្រួលណាឥឡូវនេះអត់លុយអត់ពិបាកទៀតលោកគ្រូមិនបាច់ចាំប្រឹងទៅរកស៊ីអីអត់លុយយកតែប្លង់ផ្ទះទៅផ្ដិតមេដៃពោកយកលុយមកចាយស្រួលដល់ថ្ងៃគេអូសផ្ទះស្រួលដូចគ្នាទៅសើគាត់ណាមកទៅសើប្រាប់លោកទៀតគំនិតយើងណាគំនិតយើងអត់មើលទៅជីវភាពប៉ុណ្នេះញាតិញោមមានស្រាប់ហើយមិនបាច់និយាយប្រាប់ញាតិញោមទេតែនិយាយប្រាប់អ្នកក្របានត្រូវរឿងនេះឥឡូវយើងនិយាយរឿងផ្លូវចិត្តយើងដែលអាត្មាបញ្ជាក់ថ្ងៃនេះចង់និយាយពីជំងឺផ្លូវកាយនិងផ្លូវចិត្តរបស់យើងនេះវាខុសគ្នាយ៉ាងម៉េចជំងឺផ្លូវកាយកាលណាយើងឈឺយើងអត់ពិបាករកថ្នាំទេមែនទេយាយនៅវិទ្យាសាស្ត្រវាទំនើបអត់ពិបាករកថ្នាំទេណាជំងឺដែលពិបាករកថ្នាំបំផុតជំងឺអីណាជំងឺផ្លូវចិត្តរបស់យើងនេះពិបាកណាស់ហើយជំងឺផ្លូវចិត្តនឹងមានច្រើនរាប់រយចម្ពោះដូចគ្នាពីព្រោះអីពីព្រោះយើងជាប់ជាពាក់នៅក្នុងកិលេសកម្មនិងវត្ថុកម្មណាស្រឡាញ់ពេញចិត្តប្រាថ្នាជាប់ជាពាក់ឆន្ទរាគៈប្រកាន់មមចំពោះអត្តាតែកាលណាស្រឡាញ់ចំពោះតួខ្លួនហើយអ្វីគ្រប់សពអកុសលផ្សេងកើតឡើងចម្រើនណាប្រាថ្នាកាន់តែច្រើនសេចក្តីទុកកាន់តែច្រើនស្រឡាញ់កាន់តែខ្លាំងទុកកាន់តែខ្លាំងដកសេចក្តីស្រឡាញ់បានកាន់តែច្រើនទុកក៏អស់កាន់តែច្រើនដកសេចក្តីប្រកាន់មមបានកាន់តែច្រើនសេចក្តីសុខផ្លូវចិត្តក៏មានកាន់តែច្រើនកាលណាយើងនៅតែជាប់ជាពាក់នៅតែប្រកាន់មមសេចក្តីទុកនៅតែមានណាជំងឺផ្លូវចិត្តរបស់យើងនេះបើនិយាយធំអត់មានច្រើនទេណាញោមចំណាំណានឹងអាត្មាបង្រៀនពីវិធីសាស្ត្រដាក់ថ្នាំយ៉ាងម៉េចឲ្យជាផ្លូវចិត្តរបស់យើងនេះពីព្រោះណាទើបតែសរសេរសភៅហ្នឹងឥឡូវនិយាយពីគោលសភៅហ្នឹងខ្លីបន្តិចឲ្យញោមមានចំណាប់អារម្មណ៍ចង់អានសភៅហ្នឹងយេណាមើលមកនេះបងណាយើងឈឺផ្លូវចិត្តរបស់យើងនេះឈឺអត់ច្រើនទេជំងឺធំមានតែ3ទេញោមចំណាំជំងឺទី1គឺជំងឺទោសៈណាទោសៈចិត្តជំងឺទី2គឺជំងឺលោភៈចិត្តជំងឺទី3គឺមោហៈចិត្តជំងឺផ្លូវចិត្តរបស់យើងរាប់ដោយធំមាន3ហ្នឹងណាហើយដូចជំងឺផ្លូវកាយអីកាលណាយើងឈឺកាពះយើងត្រូវរកថ្នាំកាពះមកដាក់អត់មានឈឺកាពះទៅដាក់ថ្នាំថ្លើមទេកាលណាយើងដាក់ថ្នាំខុសកាន់តែធ្ងន់ប្រតិកម្មអញ្ចឹងជំងឺទាំង3ធំហ្នឹងត្រូវមានថ្នាំដាក់ឲ្យចំមុខជំងឺដូចគ្នាដូចញោមទាវអីគាត់ពងតែណាថ្ងៃប៉ុនអញ្ចឹងនឹកឃើញសំណោះស្ដាយបងនឹកឃើញអឡោះអាឡៃនុសាវរីយ៍សាដើមវិញទុកផ្លូវចិត្តកើតមានទៀតពេលហ្នឹងអញ្ចឹងយើងរកវិធីសាស្ត្ររងាប់ផ្លូវចិត្តរបស់យើងកុំឲ្យកើតទុកខ្លាំងដូចជាជំងឺទី1ទោសៈចិត្តបើយើងដឹងតែជំងឺទោសៈចិត្តនេះវាកើតតើយើងត្រូវយកថ្នាំអីយកទៅដាក់ហើយទោសៈនេះកាលណាកើតមានហើយសុខអត់មានទេញោមចំណាំសុភមង្គលសេចក្តីសុខផ្លូវចិត្តអត់មានហើយចប់ហើយទោះបីយើងមានទ្រព្យប៉ុណ្ណាក៏ដោយញាតិញោមខ្លះគាត់ច្រើនទៅពិបាកផ្លូវចិត្តណាមានទ្រព្យហើយពេលខ្លះផ្លូវចិត្តរបស់គាត់អត់ល្អអញ្ចឹងយើងរងាប់យ៉ាងម៉េចដើម្បីឲ្យសុខផ្លូវចិត្តរបស់យើងមានសេចក្តីសុខ
ណាតោសៈនេះមិនធម្មតាទេដែលអាត្មាប្រៀបឧបមាថាភ្លើងនៃតោសៈនេះណាដូចជាភ្លើងដែលគ្មានល្ងើកគ្មានផ្សែងតែវាក្តៅខ្លាំងជាងភ្លើងដែលមានល្ងើកមានផ្សែងនេះណាហើយតោសៈនេះឧបមាមួយទៀតដូចជាយក្សអ្នកដើរតួយក្សមិនដែលល្អទេណាអ្នកដើរតួយក្សមួយមិនដែលល្អទេញាតិញោមធ្លាប់ឃើញគេដើរតួយក្សមុខល្អទេយេមុខអត់ល្អទេណាគូអញ្ចើមគូចកោមគូថ្មិញអីមិនល្អទេហេតុអីគេតំណាងឲ្យសភាវៈអាក្រក់ហ្នឹងគឺវាមិនល្អអញ្ចឹងណាយ៉ាងណាតោសៈចិត្តរបស់យើងនេះដូចជាយក្សតែយក្សដែលមានចកោមនៅលើឆាកនេះมันខ្លាំងដូចយក្សអត់ចកោមនៅក្រោមឆាកនេះទេអាយក្សតោសៈនេះតើកាលណាខឹងតើងអានោះចេញមកយក្សអយើងសើចទេណាដល់ពេលតោសៈចិត្តរបស់យើងនេះខឹងតើងកប៉ិតខ្ទេចចានស្រាក់ខឹងតើងតិចទូទាស់ខឹងតើងតិចពីងទឹកអញ្ចឹងវាអត់សេចក្តីសុខអញ្ចឹងយើងរកវិធីសាស្ត្រធ្វើម៉េចដើម្បីរងាប់ផ្លូវចិត្តរបស់យើងបានថ្នាំរងាប់តោសៈចិត្តហើយមានដូចគ្នាទាំងអស់តោសៈចិត្តនេះញាតិញោមក៏មានអ្នកទេសនេះក៏មានក៏តិចឲ្យច្រើនហ្នឹងហើយមិនបដិសេធទេមានដូចគ្នាញាតិញោមខ្លះសួរទៅលោកគ្រូហើយលោកគ្រូទាស់ចិត្តរឿងអីដែរបើគ្មានប្រពន្ធគ្មានកូនធ្វើឲ្យទាស់ចិត្តគ្មានញាតិគ្មានទ្រព្យឯណាធ្វើឲ្យថ្នាំងថ្នាក់គ្មានការងារឯណារវល់ច្រើនណារស់ស៊ីលីសៃរែកពុនឲ្យទាស់ចិត្តថាគ្មានប្រពន្ធកូនធ្វើឲ្យទាស់ចិត្តពេលខ្លះទៅខឹងលោកនេនក្នុងកុដហ្នឹងណាបាបនឹងលោកនេនហ្នឹងណាគាត់តែតិចអីច្រើនអញ្ចឹងឲ្យថាអស់គឺមិនអស់ទេពុទ្ធជនអញ្ចឹងយើងត្រូវរកថ្នាំព្យាបាលឈឺខ្លាំងព្យាបាលតាមរបៀបខ្លាំងឈឺតិចព្យាបាលតាមរបៀបតិចនឹងឥឡូវយើងឈឺជំងឺទី1ហ្នឹងតោសៈចិត្តហ្នឹងតើយើងយកថ្នាំអីទៅលេបថ្នាំរបស់ព្រះមាន2គ្រាប់គ្រាប់ទី1ខន្តីគ្រាប់ទី2សោរញ្ចៈញោមចាំណាហើយធម្មតាយើងលេបថ្នាំយើងត្រូវលេបជាមួយអីញោមលេបមួយអីថ្នាំលេបជាមួយទឹកអញ្ចឹងថ្នាំព្រះក៏មានទឹកដូចគ្នាធម្មោអោសថោណានឹងគ្រាប់ទី1ខន្តីគ្រាប់ទី2សោរញ្ចៈលេបជាមួយទឹក3កែវទឹកកែវទី1ទឹកមេត្តាទឹកកែវទី2ទឹកករណាទឹកកែវទី3សន្តោសៈកាលណាយើងដឹងតែខ្លួនយើងមានជំងឺទី1គឺជំងឺតោសៈចិត្តនេះយើងលេបថ្នាំ2គ្រាប់ធំហ្នឹងខន្តីសោរញ្ចៈហើយលេបជាមួយទឹក3កែវគឺទឹកមេត្តាទឹកករណាទឹកសន្តោសៈកាលណាយើងលេបថ្នាំ2គ្រាប់ហើយនឹងទឹក3កែវនេះតោសៈចិត្តរបស់យើងនឹងស្ងប់រងាប់ណាតោសៈចិត្តរបស់យើងនឹងស្ងប់រងាប់ណាស្ងប់រងាប់ទៅបានប៉ុន្តែត្រូវដឹងរបៀបលេបឧទាហរណ៍តែថ្នាំយើងដុកទ័រគេផ្សំមកណានេះលក្ខណៈបង្រៀនធម៌ញាតិញោមណាស្ដាប់ងាយមិនពិបាកក្នុងការស្ដាប់គ្រាន់តែយើងចំណាយពេលវេលាបន្តិចប៉ុន្តែមិនវែងទេប្រហែលជា40នាទីយ៉ាងយូរមកចប់ពោខ្លាចឲ្យដំលោកទៀងអង្គុយបានយូរបងនេះបើយើងមានពេលវេលាយើងរៀនធម៌ណាលក្ខណៈបង្រៀនទៅយើងងាយយល់យូរទៅយល់ចូលចិត្តក្នុងពធណាយើងត្រូវដឹងក្បួនលេបទៀតដូចថ្នាំពេទ្យដុកទ័រគេផ្សំមកថាយាយឈឺកាពះចឹងឈឺខ្លាំងគេផ្សំមួយខែមួយខែហ្នឹងថ្នាំមួយថង់ណាមួយថ្ងៃលេប3ដងព្រឹកថ្ងៃល្ងាចដល់យើងយកមកយើងចង់ជាឆាប់យើងអត់លេបមួយខែទេដាក់តែមួយថ្ងៃទាំងអស់ហ្មងវានាំឲ្យយើងកាន់តែពិបាកទៅវិញយ៉ាងណាមិញអ្នកខ្លះចង់រងាប់ផ្លូវចិត្តខំប្រឹងទៅសុំសិលខំប្រឹងទៅធូរសមាធិខំប្រឹងទៅស្រាប់ធម៌អាចិត្តនោះនៅក្តៅខ្លាំងហើយយើងខំប្រឹងព្យាយាមតែមួយពេលធ្វើម៉េចឲ្យរងាប់ផ្លូវចិត្តនឹងបានវាអត់អាចរងាប់បានទេណាត្រូវតែព្យាយាមមានវិរិយៈនឹងព្យាយាមក្នុងការហាត់ពុតលុតដំអប់រំចិត្តរបស់យើងរឿយចំណាយពេលវេលាក្នុងការស្ដាប់ចំណាយពេលវេលាក្នុងការគិតពិចារណាហើយស្ដាប់ហើយយើងយកពាក្យនឹងទៅគិតពិចារណាហាត់ពុតលុតដំអប់រំខ្លួនយើងកើតជាប្រយោជន៍ញោមកើតជាប្រយោជន៍ណាអញ្ចឹងពេលណាយើងខឹងភ្លាមមានខន្តីកើតឡើងផ្លែតអញខឹងទៅដុតតែចិត្តឯងក្តៅតែឯងឧបមាបុគ្គលកនិងបុគ្គលខអាកនឹងវាខឹងទៅអាខនោះវាអត់ខឹងជាមួយយើងផងណាវាក្តៅកាហាយទៅខ្លួនយើងឧបមាថាអ្នកខឹងនឹងដូចអោបដុំភ្លើងជាប់នៅនឹងទ្រូងហើយអ្នកដែលអត់ខឹងយើងឧបមាដូចជាទឹកអញ្ចឹងយើងខឹងទឹកនឹងខ្លាំងណាយើងថាចង់អោបអាដុំភ្លើងនោះទៅទម្លាក់ឲ្យរីងទឹកហ្នឹងណាអោបទៅពីផ្ទះទៅរត់ទៅដល់ទឹកទម្លាក់ទៅទឹកនឹងវារីងឬក៏ភ្លើងនឹងវាលុតភ្លើងអាលុតទម្លាក់លើកទី1អាលុតអោបម្ដងទៀតទម្លាក់លើកទី2ក៏នៅតែភ្លើងនឹងវាអាលុតទឹកនៅតែទឹកណាយ៉ាងណាមិញទីបំផុតទៅទឹកនៅតែទឹកតែយើងនេះអាលៀកទ្រូងផងអាលៀកដៃផងយ៉ាងណាមិញពេលដែលយើងខឹងគេយើងក្តៅកាហាយខ្លួនយើងគេអត់ខឹងយើងគេរស់នៅជាសុខគេសម្រានលោកស្រួលយើងដេកក៏មិនស្រួលណានៅក៏មិនស្រួលណាអញ្ចឹងសំខាន់ណាស់យើងរៀនហាត់ពុតលុតដំអប់រំផ្លូវចិត្តរបស់យើងនេះណាដើម្បីសេចក្តីសុខនឹងវាកើតសេចក្តីសុខនឹងកើតហើយកាលណាយើងហាត់ពុតលុតដំបានកុសលចម្រើនញោមណាបុណ្យកុសលមិនបាច់ចាំដើរទៅបុណ្យឯណាទេបុណ្យកើតនៅនឹងខ្លួនយើងបានហាត់ពុតលុតដំបានល្អនឹងបុណ្យកើតគ្រប់គណៈចិត្តកាលណាយើងទូមានចិត្តរបស់យើងបានល្អហើយណាសោមនស្សចិត្តនឹងកើតឡើងសមាទិដ្ឋិនឹងកើតឡើងពេលហ្នឹងកុសលកើតឡើងព្រមក្នុងគណៈនឹងដូចគ្នាហើយតើកាលណាកុសលកើតហើយវិបាកឲ្យផលមកវិញជាសុខណាទាំងបច្ចុប្បន្ននិងបរលោកខាងមុខ
ហើយតអកុសលកើតឡើងហើយវិបាកឲ្យផលមកវិញជាទុកទាំងបច្ចុប្បន្នទុកទាំងប្រៈលោកខាងមុខអញ្ចឹងកាលណាយើងខន្តីលេបក្របខន្តីនេះបានអត់ធន់ដឹងមានសតិរលឹកខ្លួនយើងដឹងថាកាលណាយើងខឹងយើងមានសេចក្តីក្តៅក្រហាយនៅវិនិច្ឆ័យអន្តរាយខាតខូចប្រយោជន៍ទៅខ្លួនយើងខន្តីកើតឡើងផ្លែតពេលណាខន្តីកើតសោរញ្ញៈកើតមានតាមនឹងដែរកើតមានបន្ទាប់ពីខន្តីសោរញ្ញៈនឹងកើតបន្ទាប់ពីខន្តីពេលណាខន្តីបានសោរញ្ញៈកើតមានគឺស្ងប់កាយស្ងប់វិចាស្ងប់ចិត្តបើតាវិញកាយលែងវាយលែងដំលែងតតលែងធាក់ហើយបើយាយវិញមាត់លែងឲ្យពតើណានឹងយើងស្ងប់កាយស្ងប់វិចាស្ងប់ចិត្តហើយវិធីសាស្ត្រកាត់បន្ថយរោគខន្តីមួយទៀតនោះគឺណាល្អប្រសើរណាស់គឺយើងរៀនអញ្ញឹមញោមវិធីសាស្ត្រនេះញោមសាករៀនអញ្ញឹមព្រឹកឡើងបើកភ្នែកឡើងលុបមុខអញ្ញឹមដាក់ប្តីតិចទៅអញ្ញឹមដាក់កូនតិចទៅអញ្ញឹមដាក់ញាតិអ្នកបម្រើអីតិចទៅមានសេរីបងណាមានសេរីញោមសាកមើលបងព្រោះលោកអ្នកប្រាជ្ញលោកថាចេះញញឹមព្រោះស្គាល់សង្ខាររលោភញញឹមព្រោះជោគស្ងប់រោគចិត្តញញឹមមួយយ៉ាងនោះព្រោះចរិតញញឹមបណិតព្រោះចិត្តជាញញឹមតស៊ូនឹងឧបសគ្គញញឹមបំបាក់សេនាមាញញឹមព្យាបាលអស់រោគាញញឹមរាល់គ្នាចិត្តមេត្តាញញឹមពពុទ្ធអនន្តសួរញញឹមគប់គួរតាមធម្មតាបើញញឹមវឹកហាត់កាត់ទោសាញញឹមស្នេហាមិនបាច់ហាត់នេះអាកន្លែងញញឹមវឹកហាត់កាត់ទោសាលោកថាញញឹមនឹងអាចវឹកហាត់ល្អអាចកាត់ទោសៈបានឧបមាថាមើលតាខឹងយើងខ្លាំងណាឧទាហរណ៍បើណាលោកយាយស្រុកស្រែឧទាហរណ៍តាខឹងយើងខ្លាំងណាគាត់ដើរសំដៅមកកាន់តបងមកណាដើរសំដៅមកយើងមើលតែខឹងបើខឹងខ្លាំងយើងកុំតបតអីទាំងអស់មើលតែគាត់ដើរសំដៅមកហើយញឹមដាក់គាត់ទៅវិញពេលខ្លះទម្លាក់តបងនឹងចុះសើជាមួយយាយក៏មានមកធ្លាប់ឃើញណានឹងហ្នឹងបើយើងអត់តបតទៅវិញដោយណាអិរិយាបថមិនសមរម្យណាមួយគ្រាន់តែសើចញឹមជាមួយគាត់ទៅជាទោសៈហ្នឹងវាស្ងប់រងាប់រសាយក្នុងគណៈនឹងវិញសើចលេងជាមួយប្រពន្ធវិញប៉ុន្តែបើឧទាហរណ៍ថាសើចទៅហើយឧទាហរណ៍គាត់ដើរមកហើយខំប្រឹងញឹមបើញឹមទៅតានៅរដើមមកមុខទៀតអាហ្នឹងតើយើងរកកន្លែងស្រួលបងណារត់ចេញបើនៅតែញឹមទៀតលោកគាត់ថាឌឺគាត់រត់តែធ្ងន់ណាប៉ុន្តែពេលខ្លះយើងញឹមទៅអាចកាត់ទោសៈចិត្តបានទោសៈចិត្តបានអញ្ចឹងវិធីសាស្ត្ររងាប់ផ្លូវចិត្តរបស់យើងនៃយើងត្រូវលេបថ្នាំពីក្របហ្នឹងខន្តីសោរញ្ញៈណាកាលណាយើងរងាប់បានល្អសុខផ្លូវចិត្តកើតមានហើយយើងលេបជាមួយទឹក3កែវមិញនេះសំខាន់ណាស់ទឹកហ្នឹងទឹកកែវទី1គឺទឹកមេត្តាកែវទី2គឺករណាកែវទី3សន្តោសៈនឹងព្រះលោកបង្រៀនយើងអញ្ចឹងណាកាលណាយើងមានមេត្តាចិត្តករណាចិត្តទូទុនទៅរកមនុស្សសត្វជុំវិញខ្លួនយើងសុខញោមសុខញោមមើលអ្នកដែលសំសិលអ្នកដែលរៀនធម៌គាត់មានសេចក្តីសុខស្ងប់ផ្លូវចិត្តដោយសារអីគាត់អត់មានជាប់ជាពាក់រឿងអីច្រើនហើយគាត់អត់បានប្រព្រឹត្តអកុសលចិត្តច្រើនបងហើយកាយរបស់គាត់អត់ហ៊ានលើកដៃកាប់សម្លាប់គេទៅកើតដោយសារអីដោយសារមានមេត្តាករណាចិត្តហ្នឹងហើយនឹងសន្តោសៈ3ហ្នឹងសំខាន់ណាស់អ្នកដែលអត់ហ៊ានកាប់សម្លាប់សត្វដទៃបានគឺដោយសារធម៌3ហ្នឹងនៅក្នុងខ្លួនដូចអាត្មាអីទៅនៅវត្តតាំងពីអាយុ6ឆ្នាំលោកគ្រូយកទៅចិញ្ចឹមតាំងពីតូចទល់ពេលនេះអាយុ34 35ហើយអត់ដែលស្គាល់សម្លាប់បានសត្វមួយទេដោយសារអីណាហើយអត់ហ៊ានទេញោមឃើញគេដឹកមន់ដឹកទីអីសឹងអាស្រក់ទឹកភ្នែកជំនួសសត្វពេលខ្លះអាណិតដោយសារយើងមានមេត្តាចិត្តករណាចិត្តអញ្ចឹងព្រះលោកឲ្យបង្រៀនយើងឲ្យស្រឡាញ់មនុស្សសត្វដទៃដោយផ្ដល់មេត្តាចិត្តករណាចិត្តដល់មនុស្សជុំវិញខ្លួនយើងសុខណាហើយអ្នកដែលកាប់សម្លាប់សត្វរាល់ថ្ងៃដោយសារអីខ្វះមេត្តាហ្នឹងខ្វះករណាហ្នឹងខ្វះសន្តោសៈគ្មានសតិពិចារណាថាពេលខ្លះបើយើងមានសតិរលឹកតែបន្តិចមានបញ្ញាកំណត់តែបន្តិចយើងអត់អាចហូបសាច់កើតទៀតពេលខ្លះសំបីតែសាច់សត្វហ្នឹងយើងអត់ហូបបានទៀតពេលខ្លះយើងពិចារណាថាវត្តដាក់នឹងវិវលចុះឡើងពេលខ្លះម្ដាយឪពុករបស់យើងកូនចៅយើងដែលស្លាប់ទៅអត់ទៀងថាជួនកាលកើតមកជាមនុស្សទៀតណាអត់ទៀងទេជួនកាលគាត់កើតទៅរឿងអីផ្សេងទៅសត្វដែលយើងកំពុងពិសារាល់ថ្ងៃហ្នឹងក៏ថាបានអញ្ចឹងបើយើងមានសតិពិចារណាដល់ហ្នឹងម្លេះសំយើងអត់ហ៊ានហូបសាច់ទាំងអស់ហ្នឹងទេបងដូចនៅឥណ្ឌាអីរដ្ឋខ្លះគេអត់ហូបសាច់ទេគេហូបតែបន្លែល្អណាស់ណាហើយរបៀបធ្វើបុណ្យមកគេមិនពិបាកដូចយើងទេយើងធ្វើបុណ្យម្ដងត្រូវចំណាយអស់រាប់ពាន់ដុល្លាររាប់ម៉ឺនដុល្លារតែជនជាតិស្រីលង្កានិងឥណ្ឌាគេអត់ធ្វើបុណ្យពិបាកដូចយើងទេសង្ឃទានគេធ្វើខុសពីយើងណាយកពេល5នាទីរៀនពីរបៀបធ្វើបុណ្យរបស់គេងាយគេនិមន្តលោកបើថាទីហៅថាគេជ្រះថ្លា7អង្គគេយក7អង្គជ្រះថ្លា10អង្គគេយក10អង្គជ្រះថ្លា20អង្គគេយក20អង្គអញ្ចឹងតាមសទ្ធារបស់គេ7អង្គអញ្ចឹងបាតអត់មានស្លោកបាតទេបាតទៅទេកាន់ទៅណាហើយអត់មានស្បែកជើងពាក់ទេគឺយើងដើរជើងទៅទេហើយអត់មានថង់យាមថង់អីទេគឺមានតែបាតទៅទេហ្នឹងគឺដើរទៅសំដៅទៅផ្ទះណារបស់គេហ្នឹងទៅដល់ក្នុងផ្ទះគេមានទឹក2ពាងសងខាងផ្ទះគេហ្នឹងសម្រាប់ប្រសង់លោកលាងជើងមុនឡើងផ្ទះអញ្ចឹងលោកលាងជើងហើយលោកឡើងទៅក្នុងផ្ទះគេរតនីបង្ហាញថាគង់កន្លែងណាដែលគេរៀបចំមើលទៅជ្រះថ្លាញោមបើជ្រះថ្លាសាមញ្ញតែជ្រះថ្លាមកជ្រះថ្លាក្នុងចិត្តធ្វើដូចសម័យព្រះបងណាដល់ទៅពេលឃើញគេធ្វើអញ្ចឹងនឹកដល់លោកយាយវិសាខាគាត់ធ្វើបុណ្យ
ចេះនឹកថាកាលពីមិនតាន់ឃើញសភាពហ្នឹងចេះនឹកថាអូចុះលោកយាយវិសាខាក្នុងកាពីគេដាក់ថាប្រគេនចង្ហាន់ព្រះម្ដង 1000 អង្គ 2000 អង្គហើយទៅរកស្អីប្រគេនបានរាប់ពាន់អង្គដល់ពេលឃើញគេធ្វើបន់អញ្ចឹងបាននឹកឃើញតែចង់ 3000 ក៏ប្រគេនបានដែរដល់ពេលគង់ហើយគេសំសិលនមស្ការរួចចប់សពគ្រប់គេចាប់ផ្ដើមរាប់បាតហ្នឹងអ្នកកាន់កធុនបាយយកកធុនបាយមកអ្នកកាន់ឧទាហរណ៍សម្ល5មុខគេកាន់កធុន5មកមនុស្ស5ផ្សេងគ្នាអត់មានស្រាក់មានអីដូចយើងទេយើងប្រសង់មួយអង្គបាតមួយស្រាក់មួយថងយាមមួយមែនទេគេនោះមានតែបាតមួយទេហើយអាសម្ល5មុខហ្នឹងបាយមួយកធុនមកហ្នឹងលោកណាត្រូវការឧទាហរណ៍ថាគេដាក់មួយវែកទៅលោកត្រូវការត្រឹមមួយវែកហ្នឹងលោកលើកដៃជាសញ្ញាថាអាត្មាយកតែមួយវែកហ្នឹងទេពីព្រោះកាពះអាត្មាទទួលបានមួយវែកហ្នឹងណាអញ្ចឹងគេទៅមុខទៀតអង្គខ្លះក្បាលពោះរៀងធំបន្តិចដាក់2វែកនៅរំលើកដៃ3វែកនៅរំលើកដៃគេដាក់អស់មួយកធុនហ្នឹងឧទាហរណ៍បងអញ្ចឹងតម្រូវការលោកត្រូវប៉ុណ្ណាលោកយកប៉ុណ្ណឹងលើកដៃជាសញ្ញាហកសម្លមក5មុខហ្នឹងមិនមែនយកទាំង5មុខហ្នឹងទេឧទាហរណ៍តែស្ងោរមកមុនបើលោកពេញចិត្តលោកអត់លើកដៃទេគេដាក់ស្ងោរហ្នឹងមកវែកទៅក្នុងបាយជាមួយគ្នាហ្នឹងហើយបើលោកអត់ត្រូវការលោកលើកដៃជាសញ្ញាអញ្ចឹងគេទៅមុខទៀតណាពេញចិត្តសម្លអីលោកលើកដៃជាសញ្ញាអត់ពេញចិត្តលោកលើកដៃជាសញ្ញាណាឲ្យជាសញ្ញាដល់ពេលបង្អែមមកទៀតបង្អែមមកដាក់ក្នុងហ្នឹងទាំងអស់បាយក៏នៅក្នុងហ្នឹងបង្អែមក៏នៅហ្នឹងចង់អាសឡក់អាមជួអាឆាអីនៅក្នុងហ្នឹងទាំងអស់ហើយដល់មកដល់វត្តអត់មានជាព្រាអីចកឹះអីដូចយើងអញ៉ៃទេជាព្រាម៉ែចែកឲ្យវល់ចូលហ្នឹងទាំងអស់ណារបៀបរស់នៅដូចសម័យព្រះមិនចឹងហើយចឹងមកគិតថារឿងអីដែលយើងប្រគេន 2000 អង្គអត់កើតបើលោកយកតែមកកាពះមកកាពះលោកបន្តិចមួយចានណាអញ្ចឹងយើងប្រគេនប្រមាណ1000 អង្គក៏បានដែរណាប៉ិនស្រុកយើងបើថាមុន100 អង្គអីតបបតបាយ10 20ខ្ទះអីបានគ្រាន់ពួកបាតលោកមួយដាក់មកពេញបាតចង់មកកធុនហ្នឹងណាហ្នឹងហ่ะប៉ុន្តែវាខុសបដិបត្តិគ្នាត្រង់ថានៅស្រីលង្កាមិនសូវមានក្មេងមានចាស់ទុំអីនៅវត្តច្រើនទេមានតែជនបរទេសវាមករៀនសមាធិអីតែស្រុកខ្មែរយើងខុសគ្នាត្រង់ថានៅវត្តបើយើងដាក់របៀបអញ្ចឹងចាស់ដូនជីតាជីឬក៏សិស្សនៅក្នុងវត្តហ្នឹងអត់អីហូបហើយណាអញ្ចឹងយើងធ្វើបដិបត្តិសង្គមយើងចុះគ្រាន់តែចែករំលែកពីចំណេះដឹងពីរបៀបនៃការធ្វើបុណ្យរបស់គេណានឹកឃើញដល់សម័យព្រះគេធ្វើអញ្ចឹងញោមលោកយាយវិសាខាគាត់ធ្វើអញ្ចឹងបានតែគាត់អាចប្រគេនប្រសង់បាន2000 អង្គ 1000 អង្គយើងគ្រាន់តែឃើញសភាពហ្នឹងយើងនឹកដល់សម័យព្រះភ្លាមអញ្ចឹងយើងខំប្រឹងសន្សំសេចក្តីល្អចូលគោលធម៌យើងនេះវិញមួយម៉ាត់ទៀតចប់ណាកន្លះម៉ោងហើយ10នាទីទៀតសន្យា40នាទីបងហើយចុងក្រោយចាំសរុបរឿងបុណ្យរបស់យើងណាធ្វើម៉េចដើម្បីឲ្យដល់ណាអាយឧត្តមបណ្ឌិតណាឧទ្ទិសកុសលជូនគាត់យ៉ាងម៉េចអីយ៉ាងម៉េចយើងចាំបញ្ចប់ចុងក្រោយយើងសរុបមកវិញនេះយើងរៀនគោលធម៌យើងឲ្យចប់អញ្ចឹងកាលណាយើងមានមេត្តាចិត្តករុណាចិត្តសន្តោសៈទាំង3នេះនៅក្នុងខ្លួនសុខទាំងខ្លួនយើងសុខទាំងមនុស្សសត្វនៅជុំវិញខ្លួនយើងណាហ្នឹងហើយអ្នកអត់មានធម៌ញោមមើលចុះបងណាមើលចុះតែសត្វធាតុនៅជាមួយក៏អត់សុខដែរមន់វិញចាំមិនតាន់ដោះស្លាបផងស៊ីអស់អញ្ចឹងបានពាក្យក្មេងៗវាទៅលេងផ្ទះខែភ្ជុំបិណ្ឌទីភ្ជុំបិណ្ឌដល់ចូលឆ្នាំកឋិនអីវាផ្ដាំទេប្រាប់ម៉ែណាសួរមិត្តភក្តិពុំម៉ាក់ឯងខែមន់សនត្រដោនឹងទៅលេងម៉ែលេងឲ្យលេងសុកអីថាទៅហ្នឹងខែមន់សនដោចូលឆ្នាំភ្ជុំបិណ្ឌនឹងគ្នាទៅណាគេថាទៅលេងខែមន់សនដោទៅលេងផ្ទះអាត្មាដល់លឺចឹងអាត្មាច្រើនត្រឡប់ពាក្យមកវិញមិនមែនខែមន់សនដោទេខែអាដោម្ដងអាសនមន់ណាមិនមែនខែមន់សនដោទេខែអាដោអាសនមន់ព្រោះមុនទៅលេងផ្ទះគេទេផ្ដាំម៉ែទុកកន្លះខែមុនអីនោះម៉ែមេមន់ក្រាប2ហ្នឹងក៏បានលក់ណាហ្នឹងខ្ញុំថ្ងៃនេះខែនេះខ្ញុំទៅលេងផ្ទះនាំមិត្តភក្តិខ្ញុំអាបាត់ដបងនេះមួយមកកំពង់ចាមនេះមួយមកណាសង្សារខ្ញុំពីពេញនេះទៅមួយទៅឧទាហរណ៍ក៏ហ្នឹងអញ្ចឹងអ្នកអត់ធម៌អត់សុខវាក្តៅកាហាយដល់សត្វនៅជាមួយនឹងទៀតតែបើមនុស្សមានធម៌មកមើលណាផ្ទះញាតិញោមខ្លះមុនទៅសង្ឃទានសូត្រមុនអីសំបីតែសត្វក្នុងផ្ទះនោះស្លូតគ្រាន់តែឃើញលោកឃើញដូនជីចុះទៅនឹងរត់មួយលិតជើងខ្ញុំណារត់មួយលិតជើងណាញោមមើលសភាពណាស្លូតដល់សត្វធាតុនៅក្នុងផ្ទះទៀតហើយបើផ្ទះណាមិនដែលស្គាល់ប៉ុនមិនដែលស្គាល់អញ្ជើញដូនជីចាស់ទុំស្លៀកពាក់សលោកមុនទៅឬគ្រាន់តែមានកម្មវិធីដូចជាមិនបានដូចកម្មវិធីប៉ុនសពអីគ្រាន់តែលោកចុះពីលើឡានតែអានោះរត់ដេញពីចម្ងាយបាត់ព្រុសតាំងពីចម្ងាយមកបងវាកាចដល់សត្វនឹងទៀតដោយសារអីដោយសារមិនមានធម៌នៅក្នុងចិត្តណាធម៌នឹងឲ្យយើងសុខក្នុងបច្ចុប្បន្ននឹងហើយបាត់តែយើងមើលឃើញជាក់ស្ដែងកុំចាំទៅមើលឯណាឆ្ងាយណាបុណ្យបាបគុណទោសល្អអាក្រក់សខ្មៅខ្លោចបណ្ឌិតណាមាននៅបច្ចុប្បន្ននឹងហើយញោមខ្លះថាធ្វើបន់ដឹងបានអីមកវិញណាយើងកុំមើលសភាពឆ្ងាយហួសពីខ្លួនយើងមើលសភាវៈជុំវិញខ្លួនយើងនេះណាអ្នកខ្លះកើតមកយ៉ាងម៉េចណារស់នៅរបៀបម៉េចសេចក្តីសុខរបស់គេរបៀបម៉េចសេចក្តីសុខរបស់យើងយ៉ាងម៉េច
ណាយើងប្រៀបធៀបមើលបងណាហ្នឹងអ្នកខ្លះគេបន្ទោសថាមិនមកពីប៉ុនទេសក់មកពីខ្លួនគេខំប្រឹងបកកើតសក់ទៅសក់វាកើតទៅសាធូប្របីហើយបងបច្ចុប្បន្នត្រូវតែប្រឹងតែត្រូវរួមផ្សំជាមួយផលពីអតីតផងទៅសេចក្តីសុខនឹងវាកើតឧបមាដោយការរស់ស៊ីគេថាមិនប៉ុនទេឲ្យយើងមានមកពីយើងប្រឹងតែសាធូតលតែប្រឹងបានវាមានព្រះក៏ព្រះអង្គសម្ដែងដែរប៉ុន្តែបើសិនជាយើងប្រឹងខ្វះប៉ុនទោះបីជាប្រឹងយ៉ាងម៉េចក៏វាអត់ឡើងដែរបងហកគេថាទៀតណាបងអាត្មាអាសាឆ្លើយសំណួរគេដេញដោលច្រើនណាដូចជាសាសនាគ្រឹះអីអាសាទៅប្រជុំអន្តរសាសនាអីជួបមួយសាសនាគ្រឹះអញ្ចឹងភាគច្រើនគេសួរដេញថាអ្នកធ្វើប៉ុនហ្នឹងណាអ្នកប្រឹងរកស៊ីហ្នឹងមិនមានមកពីគ្មានកំណត់ថាមែនទេចោះអ្នកខ្លះគ្នារៀនចប់ដល់ដុកទ័រចប់ដល់បណ្ឌិតអនុបណ្ឌិតហើយនៅមានចំណេះប៉ុណ្ណឹងហើយចេញមករកស៊ីខ្ចីលុយក្រុមហ៊ុនដាក់ស្អីខាតហ្នឹងដាក់អីវំឡើងហ្នឹងដាក់ខាតដោយសារអីមែនគេមិនមានកំណត់ទេកំណត់គេមានប៉ុន្តែខ្វះពូជពីអតីតឃើញទេអ្នកខ្លះគ្មានចំណេះដឹងអីទេមិនដែលបានចូលសាលាទេប៉ុន្តែរកស៊ីដាក់អីក៏ដោះដាក់អីក៏ឡើងឃើញមានអញ្ចឹងមែនទេយីណាហ្នឹងហើយបុណ្យកុសលណាជំរុញឧបត្ថម្ភគាំពៀយើងមកណាបុណ្យបាបមានពិតប្រកបនឹងមានពិតប្រកបដែលយើងគប្បីពិចារណាហើយបុណ្យបាបនេះណានៅនឹងខ្លួនយើងអ្នកសន្សំអត់មានអ្នកណាឲ្យយើងទៅកន្លែងសុខកន្លែងចម្រើនទេទៅឋានសួគ៌ក៏ដោយមកមនុស្សទៀតក៏ដោយទៅកន្លែងណាក៏ដោយគឺខ្លួនយើងព្រោះអត់មានអ្នកណាឲ្យសុខឲ្យចម្រើនយើងបានទេទៅសួគ៌ក៏ដោយទៅនិព្វានក៏ដោយមកមនុស្សទៀតក៏ដោយណាសម័យព្រះអ្នកអត់ជឿពុទ្ធសាសនាមានច្រើនណាស់មិនតែសម័យយើងនេះទេមានច្រើនសម័យព្រះដូចនាងចេញចាមានអវិកាអនន្តសទ្ធិអបតកសិទ្ធិណាសត្វតែអ្នកណាទេវតតអីណាសត្វតែអ្នកណាបៀតបៀនប្រសាសនាខ្លាំងដូចអាជែលអីហើយដូចព្រាមម្នាក់មើលមកបច្ចៈបិទិដ្ឋិនឹងម៉ាត់ទៀតណាដែលយើងចង់បានសេចក្តីសុខយើងទៅស្វែងរកសេចក្តីសុខឯណាដតីក្រៅខ្លួនយើងណាយើងអត់ជឿកុសលអកុសលព្រោះអត់ជឿហេតុនិងផលណាយើងទៅជឿអ្វីដតីក្រៅខ្លួនព្រាមគាត់ជឿលើសាសនាព្រាមជាទូទៅគឺណាក្នុងមួយឆ្នាំគាត់ត្រូវប្រមូលសត្វចំនួន500ក្បាលដើម្បីយកមកសម្លាប់សត្វហ្នឹងបញ្ជូនសត្វហ្នឹងឡើងទៅឋានសួគ៌ព្រោះសាសនាគេយល់ឃើញតែអញ្ចឹងណាសម្លាប់សត្វទាំងអស់ហ្នឹងឲ្យគ្នារួចពីតិរិឆានពីវេទនាហ្នឹងទៅបានទៅឡើងឋានសួគ៌សាសនាព្រាមនៅឥណ្ឌាច្រើនណាស់ឥឡូវហ្នឹងក៏នៅតែមានដែរបូជាយញ្ញហ្នឹងព្រោះនៅឥណ្ឌាសាសនារាប់រយញោមច្រើនណាស់ច្បោកច្បល់ចូលគ្នាមានអជិលសាសនាឥណ្ឌូហាសនាស្នាវតាសនាពីអរិយសាសនាណាអ៊ីស្លាមសាសនាគ្រឹះសាសនាពុទ្ធសាសនាច្រើនសាសនានៅឥណ្ឌាច្រើនណាស់ណាមិចសាសនាចូលគ្នាទាំងអស់អញ្ចឹងអាព្រហ្មញ្ញសាសនាបូជាយញ្ញហ្នឹងក៏នៅមានរាល់ថ្ងៃនេះដល់មួយឆ្នាំគេប្រមូលសត្វចំនួន500ក្បាលមកបូជាថ្ងៃមួយគេសុំសិទ្ធិពីបរិជាណាដើម្បីណាប្រមូលសត្វពីប្រជាពលរដ្ឋឲ្យបានចំនួន500ក្បាលមកបូជាតាមទម្លាប់ហើយបរិជាលោកអនុញ្ញាតហើយគ្មានប្រជាពលរដ្ឋណាហ៊ានតវ៉ាទេគឺគេដើរប្រមូលតាមផ្ទះយកមកតែម្ដងឲ្យគ្រប់ចំនួនរបស់គេទៅប្រមូលចំគោតាម្នាក់ដែលគាត់មានតែគោ2នឹងសម្រាប់ចិញ្ចឹមជីវិតណាដឹកអាទេសដឹកអីចេញទៅរកស៊ីទៅប្រមូលចំគោគាត់មានតែ2ហ្នឹងហើយដល់គាត់វាអត់មានអីរកចិញ្ចឹមជីវិតណាគេប្រមូលគោទៅហើយគ្មានអីតវ៉ាគេទេព្រោះបរិជាលោកអនុញ្ញាតហើយអញ្ចឹងដឹងតែប្រឹងអ្នកណាទទួលព្រះហើយព្រះអង្គថាអត់អីទេណាឧបាសកចាំតថាគតទៅជួយព្រះសម្មាសម្ពុទ្ធព្រះអង្គក្រងស្បង់ជីវរសម្ដែងបដិហោះវឹងទៅដល់កន្លែងព្រាមណាដល់ខ្លោងទ្វារនិមន្តចូលទៅណាដល់ពេលចូលទៅដល់គេឲ្យណាកូនចៅបរិវាររបស់គេនឹងដេញព្រះចេញពីកន្លែងជំនុំនឹងវិញណាដេញចេញហើយគេថាណាកន្លែងនេះមិនសមនឹងឋានៈរបស់លោកមកកន្លែងហ្នឹងទេឋានៈយើងផ្សេងគ្នាវណ្ណៈយើងផ្សេងគ្នាបានព្រះសម្មាសម្ពុទ្ធសួរព្រាមមនិលព្រាមអ្វីទៅជាវណ្ណៈណាហើយផ្សេងគ្នានៅត្រង់ណាព្រាមថាលោកអ្នកបួសណាវណ្ណៈផ្សេងគ្នាគឺនៅត្រង់ថាយើងជាព្រាមវណ្ណៈយើងជាព្រាមព្រោះព្រាមវណ្ណៈជាព្រាមហ្នឹងគឺមានតម្លៃណាស់ចំណន់នោះយើងវណ្ណៈជាព្រាមអ្នកឯងវណ្ណៈជាអ្នកបួសជាបព្វជិតវណ្ណៈយើងផ្សេងគ្នាចែកដាច់ពីគ្នាដល់ឡែកដាច់ដល់ឡែកពីគ្នាបានព្រះសម្មាសម្ពុទ្ធមនាលព្រាមនេះមិនហៅថាវណ្ណៈទេណាវណ្ណៈដូចមិនមានអ្វីផ្សេងគ្នាទេតថាគតយល់ថាវណ្ណៈមកដូចគ្នាទៅវិញដូចគ្នាព្រះអង្គថាវណ្ណៈអត់ផ្សេងគ្នាគឺនៅពេលដែលយើងកើតគឺវណ្ណៈតែមួយស្លាប់ទៅវិញគឺវណ្ណៈតែមួយមានន័យថាម៉េចមានន័យថាយើងកើតមកគឺកើតមកតទេដូចគ្នាទាំងអស់មែនទេអាដាមណាកើតតទេញោមទាវកើតតទេបងណាកូនបនិយោរដ្ឋមន្ត្រីទេសរដ្ឋមន្ត្រីអុកញ៉ាឯកឧត្តមអ្នកមានមុខមាត់ប៉ុណ្ណាក៏ដោយបងទាំងញោមទាំងអាត្មាគឺកើតមកតទេចែគ្មានអ្នកក្តាប់មាសមកតាមហើយក៏គ្មានខោគ្មានអាវមកតាមគឺតទេដូចគ្នាទាំងអស់មែនទេណាកើតមកតទេវណ្ណៈតទេដូចគ្នាតែមួយ
ពេលដែលត្រឡប់ទៅវិញអាសាសៈបសាសៈខ្យល់ដកដង្ហើមចេញចូលខណ្ឌ5វិរុទ្ធចូលរូបទៅពេលត្រឡប់ទៅវិញគឺទៅដូចមកដូចគ្នាអាមកក៏ទៅទេដូចគ្នាទៅវិញក៏ទៅទេដូចគ្នាវណ្ណៈណាក៏មកទៅទេវណ្ណៈណាក៏ទៅទេតោះនេះញោមអញ្ចឹងព្រះអង្គថាវណ្ណៈហ្នឹងអត់មានខុសគ្នាទេព្រាមគឺវណ្ណៈតែមួយដូចគ្នាមកទៅទេបានព្រាមភ្ញាក់បន្តិចព្រាមថាទៀតប៉ុន្តែលោកឯងមិនសមគង់នៅកន្លែងហ្នឹងទេណាអត់សមគង់នៅកន្លែងហ្នឹងទេអត់សមគង់នៅកន្លែងហ្នឹងទេពីព្រោះណាយើងមិនអាចទទួលអ្នកឲ្យគង់នៅកន្លែងហ្នឹងបានទេព្រះសម្មាសម្ពុទ្ធហេតុអីព្រាមថាមកពីទីនេះយើងត្រូវប្រពកម្មវិធីរបស់យើងអ្នកប្រពកម្មវិធីរបស់អ្នកផ្សេងគ្នាសាសនាយើងផ្សេងគ្នាព្រះសម្មាសម្ពុទ្ធបានឱកាសព្រះអង្គសួរព្រាមមនាលព្រាមហេតុអីបានអ្នកត្រូវយកសត្វទាំងអស់ហ្នឹងមកសម្លាប់ដើម្បីបូជាយញ្ញព្រាមថាបបិទ្ធលោកម្ចាស់ខ្ញុំយកសត្វទាំងអស់នេះមកបូជាយញ្ញពីព្រោះខ្ញុំព្រះអង្គអាណិតស្រឡាញ់សត្វទាំងអស់ហ្នឹងឃើញគ្នានៅវេទនានៅរស់ណាដោយយល់តែគ្នារស់ជាសត្វហ្នឹងវេទនាណាស់ចឹងចង់សម្លាប់គ្នាឲ្យស្លាប់ឆាប់បានទៅកាន់ឋានសួគ៌រួចពីតិរិឆានហ្នឹងគេយល់ឃើញតែអញ្ចឹងបានព្រះសម្មាសម្ពុទ្ធព្រះអង្គសួរទៀតមនាលព្រាមមានកូនទេតែមានព្រះអង្គកូនប្រមាណ2នាក់ប្រុស1ស្រី1ព្រាមមានប្រពន្ធទេតែមានព្រះអង្គណាហើយព្រាមស្រឡាញ់កូនស្រឡាញ់ប្រពន្ធខ្លាំងទេព្រាមថាស្រឡាញ់ណាស់ព្រះអង្គហើយមិនសួរអញ្ចឹងស្រឡាញ់ណាស់ប្រពន្ធកូនខ្ញុំព្រះអង្គឥឡូវបើព្រាមជាមួយសត្វទាំង500ហ្នឹងតើព្រាមស្រឡាញ់ប្រពន្ធកូនព្រាមជាងសត្វហ្នឹងឬក៏ស្រឡាញ់សត្វហ្នឹងជាងប្រពន្ធកូនព្រាមថាយីព្រះអង្គមិនបានយកសត្វតិរិឆានមកព្រាមជាមួយប្រពន្ធកូនខ្ញុំព្រះអង្គស្រឡាញ់ប្រពន្ធកូនខ្ញុំព្រះអង្គជាងសត្វហ្នឹងមិនបានស្មើនឹងប្រពន្ធកូនខ្ញុំព្រះអង្គទេបានព្រះធម្មនាលព្រាមបើព្រាមពីដំបូងព្រាមនិយាយថាស្រឡាញ់សត្វហ្នឹងអាណិតសត្វហ្នឹងចង់បញ្ជូនគ្នាឡើងឋានសួគ៌ឆាប់ឥឡូវតថាគតសួរព្រាមទៅថាស្រឡាញ់ប្រពន្ធកូនព្រាមខ្លាំងជាងសត្វហ្នឹងទៅទៀតឥឡូវຕົកសត្វហ្នឹងមកដុំសិនបងណាព្រាមយកប្រពន្ធកូនព្រាមមកអាលកប្រពន្ធកូនព្រាមដើម្បីបញ្ជូនប្រពន្ធកូនព្រាមឡើងឋានសួគ៌មុនសត្វហ្នឹងពីព្រោះព្រាមស្រឡាញ់ប្រពន្ធកូនព្រាមជាងគ្រាន់តែពាក្យប៉ុណ្ណឹងម៉ាត់ព្រាមភ្ញាក់ព្រឺតញោមភ្ញាក់ត្រង់ដែលថាកូនប្រពន្ធខ្លួនឯងណាយើងអត់ចង់សម្លាប់ដើម្បីបញ្ជូនគាត់ទៅឋានសួគ៌ផងយើងស្រឡាញ់គាត់ប៉ុណ្ណឹងដោយភ័យនឹងការបែកបាក់ព្រាត់ប្រាសនារីភ័យនឹងសេចក្តីស្លាប់បងណាភ័យនឹងសេចក្តីស្លាប់ចឹងមានសតិពិចារណាថាយ៉ាងណាមិញគេក៏ដូចយើងចឹងដែរទោះបីជាគេជាតិរិឆានក៏គេខ្លាចសេចក្តីស្លាប់ណាគេភ័យគេតក់ស្លុតនឹងសេចក្តីស្លាប់ណាសត្វទោះបីគ្នាគ្មានធម្មសញ្ញាសម្គាល់ដូចយើងប៉ុន្តែគ្នាភ័យនឹងសេចក្តីស្លាប់ដូចយើងញោមធ្លាប់ដែលពិចារណាសភាវៈកតិនៃសត្វមួយសត្វអង្កែបបងអ្នកធ្លាប់ធ្វើអង្កែបដឹងណាមកអត់ដែលធ្លាប់ធ្វើទេប៉ុន្តែធ្លាប់ដឹងអញ្ចឹងអង្កែបពេលណាយើងដាក់កបិតដល់កវាអាដៃវានឹងធ្វើមិនដឹងហីយាយដៃវាផ្គុំចូលគ្នាអញ្ចឹងញោមអង្កែបណាញោមសាក់យកកបិតដាក់ដល់កវាដៃគឺវាផ្គុំចូលគ្នាអញ្ចឹងបងហើយមករៀម5ដូចយើងអញ្ចឹងកែបមករៀម5ជើងសាមអាត្មាមើលសัตว์ហ្នឹងហើយចេះសម្លឹងមើលវាមកចប់គឺដូចមនុស្សយើងបែរដាក់រុនផ្សិតរុនអីគឺដូចយើងណាបងដូចយើងណាអញ្ចឹងពេលដែលយើងដាក់កបិតដល់កវាគឺដៃវាផ្គុំចូលគ្នាអញ្ចឹងញោមចំណាំវាចង់បញ្ជាក់បង្ហាញយើងថាវាភ័យនឹងសេចក្តីស្លាប់ខ្លាចនឹងសេចក្តីស្លាប់តក់ស្លុតនឹងសេចក្តីស្លាប់តែយើងមានបានពិចារណាដល់ហ្នឹងណាក្រឹបដើម្បីកាពះខ្លួនឯងដើម្បីសេចក្តីសុខខ្លួនឯងណាអញ្ចឹងបានព្រះលោកឲ្យរៀនផ្ដល់មេត្តាចិត្តករុណាចិត្តណាដល់មនុស្សជុំវិញខ្លួនយើងនឹងយើងបានសេចក្តីសុខពោសេចក្តីសុខណានឹងហើយកាលណាយើងប្រព្រឹត្តកាយទុច្ចរិតវិច័យទុច្ចរិតទោះបីជាពេលនេះយើងអត់អីសតិយើងនៅមាំប៉ុន្តែពេលយើងចាស់ទ្រុឌទ្រោមមែនតែនទៅណាយើងភ្លេចភ្លាំងច្រើនពេលហ្នឹងដូចយើងចាក់កសែតសារដើមអញ្ចឹងញោមដែលឃើញអ្នកខ្លះណាពីមុនទម្លាប់ឲ្យតែអ្នកឈឺធ្ងន់គេនិមន្តប្រសងមកសូត្រកៅវតាសូត្រអីអ្នកខ្លះប្រសងកំពុងតែសូត្រស្រែកឡើងភ័យជួយខ្ញុំផងកូនចៅឲ្យជួយអញផងកបិតបថៅច្រើនណាស់ហើយយើងនៅហ្នឹងយើងអត់មើលឃើញកបិតបថៅមិនបានគាត់ស្រែកអញ្ចឹងបងណាដោយសារកម្មនិមិត្តគេនិមិត្តឲ្យគាត់ឃើញណាពីមុនមកគាត់ធ្វើអីរៀបនឹងដៃខ្យល់គេនិមិត្តឲ្យឃើញអាហ្នឹងបងណាដូចកសែតដែលយើងចាក់ចប់ម្ដងហើយពេលចប់ហើយវាមិន return សារដើមមកវិញមែនទេញោមវាត្រឡប់មកវិញចាក់សារដើមមកវិញទាំងអស់ចឹងរឿងពីមុនមកគាត់ធ្លាប់លាក់គេបានប៉ុន្តែរៀបនឹងដៃខ្យល់មានលាក់ខ្លួនឯងបានឯណាភ័យនឹងកម្មដែលខ្លួនឯងធ្លាប់ធ្វើមកស្រែករឿងនេះរឿងនោះហើយយើងនៅហ្នឹងយើងមើលអត់ឃើញទេកម្មនិមិត្តគេនិមិត្តឲ្យយើងឃើញពេលណានិមិត្តឃើញហើយកតិនិមិត្តអារម្មណ៍តោងយកនៅនិមិត្តដែលគាត់បានឃើញហ្នឹងច្បាស់ណាស់ចតិអត់ទៅកន្លែងល្អទេបដិសន្ធិអត់កន្លែងល្អទេច្បាស់ជាកន្លែងអកុសលហ្នឹងច្បាស់ជាទៅកន្លែងវិបាកឲ្យផលជាទុកជាប្រកបចឹងបានអាត្មាសាដាស់តឿនញាតិញោមរឿយថាជាពិសេសញាតិញោមដែលរៀនធម៌ជាមួយអាត្មាអីតាំងពីរៀននៅជាមួយអាត្មានៅពុទ្ធសាសនបណ្ឌិតរហូតដល់មកអគារការដ្ឋាននៅនីតិស្វែងយល់នេះអាត្មាសាដាស់តឿនថាយើងមិនបាច់រៀនអីច្រើនទេញោមណាហាត់ពុតលត់ដំចិត្តយើងរៀនផ្សេងប៉ុន្តែសំខាន់បំផុតពេលដែលយើងនៅផ្ទះប្រចាំថ្ងៃនេះឲ្យតែសតិរបស់យើងនឹងរៀនរលឹកតែ3ឯធំណាព្រឹកឡើងបើកភ្នែកពុទ្ធាំងសរណង្កេច្ឆាមិធម្មំសរណង្កេច្ឆាមិសង្ឃាំងសរណង្កេច្ឆាមិ
ខ្ញុំព្រះអង្គសូមយកពុទ្ធជាទីពឹងទីរលឹកខ្ញុំព្រះអង្គសូមយកពធជាទីពឹងទីរលឹកខ្ញុំព្រះអង្គសូមយកប្រសង្ឃជាទីពឹងទីរលឹកសัพពេសត្តាវរិយហន្តសូមសពសត្វទាំងអស់ក្នុងលោកកុំឲ្យមានពីវេរានឹងគ្នាសូមសពសត្វទាំងអស់ក្នុងលោកដល់ព្រមនៅសេចក្តីសុខញោមរៀនពិចារណាតែពាក្យអាត្មាប៉ុន្មានម៉ាត់ប៉ុណ្ណឹងយើងរស់នៅដោយមានសេចក្តីសុខណាសេចក្តីសុខផ្លូវចិត្តរបស់យើងកើតកាលណាយើងបានផ្សាយមេត្តាបានតាំងចិត្តរបស់យើងថាផ្ដល់សេចក្តីសុខឲ្យមនុស្សសត្វជុំវិញខ្លួនរបស់យើងហើយយើងយកពុទ្ធពធប្រសង្ឃជាទីពឹងទីរលឹកយើងរលឹករាល់ថ្ងៃអញ្ចឹងបងដល់ពេលយើងរៀបនឹងដាច់ខ្យល់ច្បាស់ណាស់សតិយើងទៅរលឹកអារឿងដែលយើងរលឹករាល់ថ្ងៃហ្នឹងណាញោមមើលមនុស្សដែលភ្ញាក់ណាចាក់ពឹបទៅគាត់ភ្ញាក់ទៅអីច្បាស់ជាសតិរបស់គាត់ណារលឹកតែរឿងហ្នឹងពេលខ្លះណានឹងចាក់ទៅជួនកាច់ចាក់ពឹបទៅក៏ទុយលេខទៅអីតុងទីនអីចឹងទៅឧទាហរណ៍មកពីចិត្តរបស់គាត់នៅតែតុងទីនអីក៏ទុយលេខណាអញ្ចឹងសំខាន់ណាស់យើងរៀនរលឹករឿងល្អច្រើនណាសេចក្តីសុខផ្លូវចិត្តនឹងកើតមានប៉ុណ្ណឹងចោះយើងសរុបបនយើងនេះវិញអញ្ចឹងយើងដឹងណាកើតជំងឺទី1តោសៈចិត្តយើងលេបថ្នាំ2គ្រាប់ខន្តីសោរញ្ចៈហើយយើងលេបទឹក3កែវទឹកមេត្តាករុណានិងសន្តោសៈកាលណាមានទឹក3កែវហ្នឹងណាហើយនឹងថ្នាំ2គ្រាប់ហ្នឹងយើងអត់មានតោសៈកើតទេតោះនេះញោមទាវណាហ្នឹងហើយជំងឺ2ទៀតចាំស្ដាប់ថ្ងៃក្រោយតខ្សែអត់ថ្ងៃក្រោយបើទេអស់លោកញាតិញោមលេងមុនព្រោះអញ្ចឹងទុកតភាកថ្ងៃក្រោយទៀតណាលោភៈជំងឺលោភៈហើយជំងឺមោហៈហ្នឹងយើងទុកថ្ងៃក្រោយតើយើងលេបថ្នាំអីដែរណាយើងគ្រាន់តែដឹងជំងឺទី1ដឹងថ្នាំទី1ឥឡូវយើងនិយាយរឿងប៉ុនយើងណាគម្រប់ខួប1ឆ្នាំណាអញ្ចឹងយើងចោលគោលដៅសំខាន់ញោមទាវគាត់ធ្វើដើម្បីឲ្យទិសកុសលដល់ណាឯកឧត្តមបណ្ឌិតដែលលោកអនិច្ចកម្មទៅណាតើធ្វើយ៉ាងម៉េចឲ្យដល់មកលើកឧទាហរណ៍2របៀបធ្វើបន់ដើម្បីឲ្យដល់អ្នកស្លាប់ឧទាហរណ៍ទី1ឧទាហរណ៍តកូននៅកំពង់ចាមម្ដាយនៅភ្នំពេញឬម្ដាយនៅភ្នំពេញឬក៏កូននៅភ្នំពេញម្ដាយនៅកំពង់ចាមកូនថ្ងៃហ្នឹងខែមន់សរដៅនឹកឃើញប៉ានឹកឃើញម៉ាក់ដូចញោមទាវនឹកដល់ថ្ងៃខួបរបស់ឧត្តមស្វាមីដែលគាត់អនិច្ចកម្មទៅចឹងឲ្យតែដល់ពេលខែមន់សរដៅយើងនឹកឃើញម្ដាយនឹកឃើញឪពុកទោះគាត់ស្លាប់ក៏ដោយនៅរស់ក៏ដោយចឹងថ្ងៃហ្នឹងខែមន់សរដៅនឹកឃើញគាត់វិធីសាស្ត្រទី1យើងនឹកឃើញគាត់យើងតែងចេកមួយស្និតឬក៏ផ្លែមៀន1គីឡូ2គីឡូយើងដាក់នៅលើហឹងនៅផ្ទះយើងនៅភ្នំពេញនេះហើយយើងដុតធូបបងណាម៉ែនៅកំពង់ចាមមកហើយយើងដុតធូបដាក់ចេកមួយស្និតទៅដាក់ផ្លែមៀន2គីឡូនៅលើហឹងហើយយើងដុតធូបហើយយើងបួងសួងអោប៉ាឲ្យម៉ាក់ឲ្យអញ្ជើញមកណាខែមន់សរដៅកូននឹកប៉ានឹកម៉ាក់ណាសូមអញ្ជើញមកពិសាចេកពិសាផ្លែមៀនហ្នឹងមកហើយមើលទៅម៉ែនៅកំពង់ចាមនោះបានអាចេកហ្នឹងឯងញោមបានទេអត់ទេបងវិធីសាស្ត្រទី2យើងអត់ធ្វើអញ្ចឹងទេយើងយកចេកមួយស្និតឬក៏មៀន1គីឡូហ្នឹងតែប្រាប់តាក់ស៊ីមកស្គាល់លេខតាក់ស៊ីណាតែហៅតាក់ស៊ីហ្នឹងមកណាតាក់ស៊ីអញចង់ផ្ញើផ្លែមៀន1គីឡូឬក៏ចេក2-3ស្និតនឹងផ្ញើទៅម្ដាយខ្ញុំនេះផ្ទះលេខប៉ុណ្ណេះទូរស័ព្ទរបស់គាត់លេខប៉ុណ្ណេះនៅផ្សារចេះនៅភូមិនេះឃុំនេះឯងយកទៅឲ្យខ្ញុំផងឲ្យថ្លៃឈ្នួលឡានរបស់គេ10000-20000ទៅគេយកដល់ផ្ទះនេះខ្ញុំដល់ទេដល់បងនៅពេលហ្នឹងដែលយើងត្រូវពិចារណាថារបៀបធ្វើបន់ខ្មែរយើងសពថ្ងៃមាន2ប្រភេទហ្នឹងមួយជាមួយប្រសង់ជាមួយអ្នកមានសិលចាស់ព្រឹទ្ធាចារ្យយើងអត់ចូលចិត្តធ្វើទេយើងចូលចិត្តណាសែនចូលចិត្តបន់ស្រន់ចូលសិតបួងសួងអ្នកខ្លះសែនម្ដងអស់5-6,000 ដុល្លារណាហ្នឹងស្មើនឹងយើងទិញចេកយកមកដាក់នៅផ្ទះយើងហើយយើងដុតធូបហៅឲ្យប៉ាមកហូបបងណាយកមើលយើងដុតធូបទៅយើងដុតធូបណាឧទាហរណ៍តែមន់ដាក់មន់ទៅវានៅតែមន់ទាវានៅតែទាក៏ម៉ែនោះមានដឹងអីអត់ដឹងសោះបងណានឹងឧបមាដូចគ្នាអញ្ចឹងហើយវិធីសាស្ត្រមួយទៀតដែលម៉ែនិយាយមិញនេះយើងធ្វើបន់ហ្នឹងដូចជាវិធីសាស្ត្រទី2យើងផ្ញើតាមតាក់ស៊ីឬម៉ូតូឌុបឥឡូវញោមកំពុងផ្ញើតាក់ស៊ីហ្នឹងអ្នកណាអ្នកលោកយាយលោកតានេះតាក់ស៊ីអ្នកនាំទៅណាផ្ញើជាមួយអ្នកណាទៀតឡានក្រុងឡានណានឹងផ្ញើតាមឡានដូចអាត្មាដូចព្រះអង្គគ្រប់ព្រះអង្គឧទាហរណ៍ណាព្រះអង្គហ្នឹងប៉ុន្តែអាត្មាគ្រប់ព្រះអង្គនេះអត់ជិះយកទៅឲ្យទេអ្នកណាអ្នកយកទៅឲ្យគ្រាន់តែផ្ញើមកនេះផ្ញើលោកយាយលោកតានេះជាសាកសីទេកូនខ្លះគេថាដេកគុណចេះថាបាយកណាយកទៅប្រគេនដេកគុណឆានអស់ណាជូនយាយជូនតាយាយតាហូបអស់ហើយម្ដាយឪពុកកណានៅក្នុងពោះយាយពោះតាហ្នឹងហើយមិនថាអត់ទេហើយយាយតាអ្នកនាំទៅតែអត់ដែរណាគាត់នេះគ្រាន់តែជាកសិនសាក់សីរស់ដែលបានដឹងឮថាណាដូចជាញោមបានទិញផ្លែនឹងហើយបានដឹងច្បាស់ថាញោមបានទិញហើយបានផ្ញើជាមួយតាក់ស៊ីហើយជាសាក់សីរស់ដឹងឮអញ្ចឹងតែអ្នកដែលនាំទៅសម្រាប់អ្នកស្លាប់ខុសពីរបៀបនាំទៅសម្រាប់អ្នករស់ណាអ្នករស់យើងអាចជិះតាក់ស៊ីទៅតែសម្រាប់អ្នកស្លាប់ពេលដែលយើងបានធ្វើឲ្យបានបនកសលមួយកញ្ចប់នឹងហើយអ្នកណាអ្នកនាំទៅដឹងហ៎ញោមអត់ដឹងទេបងទេវតាអ្នកនាំទៅ
ណាដែលយើងសោតប្រែយ៉ាងកាញ់យើងសោតថាម៉េចកម្មជាកុសលឯណាដែលជាការឥតសៅមងយើងខ្ញុំបានកសាងតាមផ្លូវកាយវិចាចិត្តកុសលទាំងអស់នោះអាចជួយដោះជួយបង្ខិតនាំសត្វឲ្យជាប់ចិត្តស្ថិតនៅនាស្ថានឧត្តមសត្វណាមានសញ្ញាមនុស្សទេវតាឬមួយព្រំដែលមានសត្វតូចធំព្រមទាំងសត្វឥតសញ្ញាសូមបានចំណែកបុណ្យដែលជាគុណល្អថ្លៃថ្លាយើងខ្ញុំបានរចនាចាត់ចែងថាកុសលនោះម្យ៉ាងទៀតសត្វឯណាឆ្ងាយអស់ចាបំបានដឹងសូមទេវតាទៅប្រឹងឃើញទេណាទេវតាហ្នឹងគេអ្នកនាំទៅយើងប្រែយ៉ាងកាយយ៉ាងហើយប៉ិនសង្សារចេះប្រែទេតាសូត្រតែបល័យហើយសូត្របល័យនោះសូត្រអាកតុយទៀតទេវាគំថ្វាហ្នឹងវាលឿនបើសូត្រតាំងពីដើមមកតិចតែសូត្រម្នាក់ឯងចប់ញាតិញោមនៅមុខថ្មតាមសួរសូត្រយ៉ាងកាញ់អត់ចប់ឯងសូត្រពីដើមម្នាក់ឯងសាកមើលបំនៅកតាំងរយចង្អេអត់ឃើញនៅវិលហឹមកតាំងហ្នឹងណាអញ្ចឹងណាទេវតាគេអ្នកនាំទៅទេវតាអ្នកនាំទៅណាប៉ុន្តែសំខាន់ទៅយើងបានធ្វើដែរណាបានធ្វើទៅដូចឧបមាទៅដូចយើងបានទិញរបស់ហើយបានយើងអាចផ្ញើជាមួយតាក់ស៊ីកើតយ៉ាងណាយើងបានធ្វើនោះដូចយើងបានទិញរបស់មកហើយតាក់ស៊ីអ្នកនាំទៅសម្រាប់អ្នកស្លាប់គឺទេវតាជាអ្នកនាំយើងអ្នកសាក់សីរស់អ្នកមានសិលនេះជាអ្នកដឹងឮណានឹងអញ្ចឹងពេលដែលយើងបានធ្វើតាមវិធីហ្នឹងហើយទេវតានាំទៅហើយបុណ្យកុសលហ្នឹងគឺសម្រេចផលប៉ុន្តែអាចសម្រេចផលព្រះលោកសម្ដែងតែមានហេតុច្រើនណាពេលដែលយើងធ្វើទៅហើយទីហោតែប៉ុននឹងដល់ផ្ទះប៉ិនមិនប្រកាសថាលោកឪពុករបស់យើងបានទទួលទេមិនប្រកាសថាអាដាមបណ្ឌិតបានទទួលទាំងអស់ទេពេលដែលយើងធ្វើត្រឹមត្រូវហើយឧទាហរណ៍តែចេកហ្នឹងយកទៅដល់ផ្ទះហើយមិនប្រកាសថាអ្នកម្ដាយគាត់ហូបចេកហ្នឹងទេតោះណាបើគាត់ពេញចិត្តហូបគាត់ហូបគឺឆ្អែតតែបើចេកនឹងដល់ផ្ទះគាត់អត់ពេញចិត្តក្នុងការហូបចេកនឹងវានៅតែចេកបានតែចៅបានតែកូនអ្នកនៅផ្ទះជាមួយគាត់នឹងតោះនេះញោមយ៉ាងណាមិញប៉ុននឹងទៅដល់ហើយបើសិនជាអាដាមបណ្ឌិតគាត់មិនត្រេកអររីករាយទទួលយកប៉ុនហ្នឹងគេហៅថាបេតានឹងអនុមោទនាអ្នកញាតិដែលស្លាប់ទៅហើយនឹងតតែគាត់ទទួលដឹងឮត្រេកអរពេញចិត្តទទួលយកប៉ុននឹងផងទើបប៉ុនកសលនឹងអាចសម្រេចហើយបើគាត់អត់ពេញចិត្តទទួលប៉ុននឹងអត់បានដល់ទេណាហ្នឹងហើយសួរតែប៉ុនមិនបានដល់វាទៅណាថាមកយើងវិញវាអត់ទាស់ទេណាវាអត់បាត់បង់ទៅណាទេអត់បាត់បង់ទេណាហ្នឹងអញ្ចឹងណាអញ្ចឹងហេតុឲ្យបានដល់ហ្នឹងគឺអញ្ចឹងយើងអ្នកណាកូនចៅនេះត្រូវបំពេញទានដោយផ្ទាល់ដៃហៅថាសហត្ថខាងទាននាងតេតិប្រគេនដោយផ្ទាល់សក្កេចាំងទាននាងតេតិមកគោរពទានដោយផ្ទាល់ណាហើយអ្នកដែលស្លាប់ទៅនោះទទួលដឹងឮណាហ្នឹងហើយយើងនឹករលឹកចំពោះបុព្វការីជនរបស់យើងទាំងអស់គ្នានៅនោះសល់របស់យើងនឹងសម្រេចផលមួយទៀតឧទាហរណ៍តគាត់ចតិបរិសន្ធិឧទាហរណ៍ឯកឧត្តមបណ្ឌិតណានឹងមកស្គាល់ពីចិត្តរបស់គាត់ណាស្លូតត្រង់ណាស់អញ្ចឹងឧទាហរណ៍ឲ្យគាត់ស្ដាប់តធធ្វើតបនអញ្ចឹងពេលដែលគាត់ស្លាប់ទៅគាត់ទៅសោយណាសុគតិភពឧទាហរណ៍ទៅកាន់ទេវលោកឆកម្មវចរៈសួរទាំង6ជាន់ឬក៏រូបព្រំអរូបព្រំយើងមើលអត់ឃើញអញ្ចឹងបើសិនជាគាត់ទៅកន្លែងល្អអញ្ចឹងហើយសោយសម្បត្តិទឹកទាំង10ហើយក៏គាត់អត់អាចទទួលផលនឹងបានដែរណាពីព្រោះវាខ្ពស់ហួសវិស័យណានឹងវាខ្ពស់ហួសវិស័យឬក៏ទៅមិនទៅកន្លែងល្អអញ្ចឹងមកកន្លែងមិនល្អបើកន្លែងមិនល្អនោះវាទៀបហួសវិស័យទៀតក៏មិនអាចទទួលបានដូចគ្នាអាខ្ពស់ពេកក៏បានអាទៀបពេកក៏បានណាដែលបាននោះតែប្រមាណពួកទេព្រះអង្គសម្ដែងមានប្រកតោបជីវិកាជាដើមណានិជាមតនិកៈជាដើមណាហើយហួសពីនឹងមកជ្រៅមែនតើគឺអត់បានដូចគ្នាអញ្ចឹងខ្ពស់ពេកក៏បានអាទៀបពេកក៏បានប៉ុន្តែសំខាន់យើងធ្វើណាយើងធ្វើតាំងចិត្តត្រេកអររីករាយបំពេញបុណ្យកុសលដើម្បីឲ្យទិសជូនទៅលោកគ្រប់គ្នាណាហើយខំបំពេញបុណ្យសុខកុសលខំប្រឹងជំរះកាយវាចាចិត្តរបស់យើងហើយសតិរបស់យើងចង់បានសេចក្តីសុខផ្លូវចិត្តយើងហាត់ពុតលត់ដំអប់រំរបស់យើងជំរះណាកាយទុច្ចរិតវិច័យទុច្ចរិតមโนទុច្ចរិតខំប្រឹងហាត់ពុតលត់ដំកុំឲ្យលោភៈចិត្តទោសៈចិត្តមោហៈចិត្តកើតហើយជាពិសេសសតិរបស់យើងភ្ញាក់ពីដំណេករហូតដល់ពេលនិន្ទ្រាសម្រានទៅវិញយើងរៀនរលឹកអីសរុបមកវិញចប់ធម៌ទេសនារលឹកអីមិញលោកឲ្យរលឹកអីហ្នឹងហើយនឹកពុទ្ធនឹកពធនឹកប្រសង់ណាពុទ្ធាំងស្រណង្កេឆាមិធម្មំស្រណង្កេឆាមិសង្ឃាំងស្រណង្កេឆាមិសព្ពេសត្តាវរិហន្តោសូមសពសត្វទាំងអស់ក្នុងលោកកុំឲ្យមានពីវេរានឹងគ្នាសពសត្វទាំងអស់ក្នុងលោកសូមដល់ព្រមនៅសេចក្តីសុខណាអញ្ចឹងពេលដែលយើងដើរទៅណាក៏មនុស្សដតីយើងផ្ដល់មេត្តាឲ្យគេអញ្ចឹងគេក៏អត់បៀតបៀនយើងដូចគ្នាណានឹងគេអត់បៀតបៀនយើងដូចគ្នាណានឹងអញ្ចឹងណាគេផ្ដល់សេចក្តីសុខឲ្យយើងដូចគ្នាអញ្ចឹងខំសន្សំគុណតម្លៃនៃសេចក្តីល្អគ្រប់គ្នាប៉ុណ្ណឹងចោះសូមប្រគេនបុណ្យជូនបុណ្យញាតិញោមបកណាគុណចាស់គ្រប់ព្រះអង្គបានបុណ្យបានកុសលទៅតាមបនិស្ស័យជ្រះថ្លាគ្រប់ព្រះអង្គគ្រប់គ្នាណាញាតិញោមសូមអនុមោទនាបុណ្យណាប៉ុណ្ណឹងចោះមុនចប់ធម៌ទេសនាថាតាមលោកមួយម៉ាត់ពីរណានឹងថាតាមលោកមួយម៉ាត់ពីរឲ្យកើតចិត្តជ្រះថ្លារៀនថាតាមឥឡូវយើងថាអីណាទុកជាចំណងដៃហើយមិញគោលធម៌យើងនិយាយពីអីយើងថាពីហ្នឹងមកណាកុំសាពូជមិនដោះទៅបន្ទោសក្របជាងផ្សារមិនជាប់ទៅបន្ទោសសំណស្រមោចរោមនំទៅបន្ទោសស្កដេកផ្អៀងថ្លោះកទៅបន្ទោសខ្នើយធ្លាប់ហ៎ញោមធ្លាប់ហ៎ធ្លាប់ណាបើចិត្តខឹងក្រោតនឹងបុគ្គលណាមិនត្រូវប្រហារព្យាបាទគេឡើយ
គឺត្រូវសម្លាប់ក្តីក្រោធនោះហើយសន្តានបានស្បើយលះហើយដេកជាសុខអ្នកឈ្នះរមែងមានពាវេរាអ្នកចាញ់ក្រំគ្រារមែងរងទុកអ្នកអត់ក្រោតខឹងរមែងបានសុខចិត្តស្រួលស្រណុកព្រោះអត់សត្រូវមានកាយទុកធ្វើតែរឿងល្អមានវជ័យទុកពោលតែពាក្យសមានត្រជាល្អទុកស្រាប់តែធម៌របស់លោកអ្នកប្រាជ្ញសូមអនុមោទនាបុណ្យធម៌ទេសនាមួយក្រែនេះហៅមហាអង្គចាជាភពក្រៃណាបានមកស្ដាប់ទោះបីចុករយស្រពុតចាំងខន្តីបានយើងគួត្រង់ត្រាប់ពីរុងរុនដំសពជាច្បាប់អធិប្បាយស្រាយប្រាប់ពិតជ្រះថ្លាអង្គអព្រះគុណអង្គប្រាជ្ញល្បីប្រសពលោកលីឆ្នៃអត្ថាទោះបីអ្នកល្ងងខ្វះបញ្ញាគង់យល់អង្អាសាច់ក្តីបានចេះធៀបត្រៃលោកនឹងត្រៃលៀងបង្ហាញវត្តដាក់ដល់សាមានស្ដាប់ហើយនឿយណាយរសាយប្រានព្រះធម៌កល្យានពីរួងណាំងឥឡូវចប់ហើយមិនចង់ឃ្លាតសន្តានញោមញាតកំពុងច្បាស់តែខ្លាចនឿយហត់ព្រាំងគុណម្ចាស់តាមពុទ្ធដំរាំងស្គាល់វេលាសូមសាធុជនអ្នកស្ដាប់ធម៌បានសុខបវរស់រមនីបានដល់និព្វានគ្រប់គ្នាតាមចិត្តសទ្ធារៀងខ្លួនសូមអនុមោទនា